ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាលថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធរដ្ឋបាលខេត្តរតនគិរីមន្ត្រីរាជការកងកម្លាំងនិងមន្ទីរជុំវិញខេត្តអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយទាំងដីឯកជនដីសហគមន៍និងដីរដ្ឋរហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃទី21ខែមករាឆ្នាំ2026នេះការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះមិនត្រឹមតែជាការប្រគល់ប័ណ្ណសមូហភាពនិងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេប៉ុន្តែសម្ដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជននិងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិចនិងក៏ដូចជាបញ្ចប់មន្ទិលភ្នាក់ងាររបស់អង្គការសហប្រជាជាតិនិងធនាគារពិភពលោកពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិចម្យ៉ាងទៀតនេះក៏បានបង្កើនភាពជឿជាក់និងងាយស្រួលទៅដល់ធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលនទ្រព្យរបស់ជនជាតិដើមភាគតិចឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិចផងដែរជាមួយគ្នានេះក៏សូមផ្ដាំផ្ញើបងប្អូនទាំងអស់សូមថែរក្សានិងប្រើប្រាស់ប័ណ្ណដែលទទួលបាននាពេលនេះឲ្យបានត្រឹមត្រូវហើយទៅមុខទៀតសូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ចអភិវឌ្ឍសហគមន៍និងរៀបចំភូមិឋានរបស់យើងឲ្យកាន់តែប្រសើរឡើងទាក់ទាញភ្ញៀវទេសចរមកកំសាន្តលើកស្ទួយជីវភាពពលរដ្ឋនៅក្នុងភូមិភាគឦសានឲ្យកាន់តែរីកចម្រើនទៅមុខនេះបើយោងទៅតាមពិធីប្រគល់ប័ណ្ណសមូហភាពចំនួន262ប័ណ្ណជូនសហគមន៍ក្នុងគម្រោងបែងចែកដីសម្បត្តិដើម្បីសង្គមនិងសេដ្ឋកិច្ចដំណាក់កាលទី3 Lasensri ចំនួន5ភូមិមានភូមិក្មេងភូមិស្វាយភូមិទួយធំភូមិកំភ្លេងនិងភូមិប៉ាអនៃឃុំពយស្រុកអូជុំខេត្តរតនគិរីនាថ្ងៃទី21ខែមករាឆ្នាំ2026នេះ